ខ្ញុំស្រមៃប្រជាធិបតេយ្យមូលដ្ឋានបាទជាបឋមខ្ញុំសូមគោរពសមាជិកអង្គសមាជនៃគណៈបកប្រជាធិបតេយ្យមូលដ្ឋានដែលជាតំណាងវត្តភូតំណាងថ្នាក់ជាតិតំណាងថ្នាក់រាជធានីខេត្តនិងតំណាងថ្នាក់មូលដ្ឋានទាំងអស់សូមគោរពអាដាមលោកលោកស្រីដែលជាភ្ញៀវកិត្តិយសនិងមិត្តអ្នកសារព័ត៌មានទាំងអស់បន្តទៅនេះខ្ញុំសូមរាយការណ៍ពីរបាយការណ៍វឌ្ឍនភាពគណៈបកប្រជាធិបតេយ្យមូលដ្ឋានដែលមានវេទិកាដូចតទៅទី1ការកសាងកម្លាំងនិងបណ្ដាញសមាជិកចាប់តាំងពីបង្កើតកសាងបណ្ដាញខ្មែរដើម្បីខ្មែរសហស្ថាបនិកយើងបានជួបពិភាក្សាគ្នាជាច្រើនលើកច្រើនសារដើម្បីចងក្រងបង្កើតទស្សនៈនយោបាយនិងគោលនយោបាយរហូតពីវត្តជាគណៈបកប្រជាធិបតេយ្យផ្លូវប្រជាធិបតេយ្យមូលដ្ឋានជាផ្លូវការហៅកាត់កបមនៅថ្ងៃ2សីហាឆ្នាំ2015មកទល់នឹងបច្ចុប្បន្នគណៈបកប្រជាធិបតេយ្យមូលដ្ឋានកបមក្នុងនាមជាគណៈបកនយោបាយស្របច្បាប់បានឆ្លងកាត់នៅព្រឹត្តិការណ៍ជាច្រើនតាមរយៈដំណើរផ្លូវលើឆាកនយោបាយកន្លងមកនេះយើងបានជួបប្រទះនិងចងចាំនៅអនុស្សាវរីយ៍ជាច្រើនគ្រប់រសជាតិទាំងការលំបាកសេចក្តីសោកសង្រេងនិងសេចក្តីសង្ឃឹមការលំបាកគឺថាយើងត្រូវបានជាលៀបពណ៌រើសអើងនយោបាយនិងការរឹតបន្តឹងសិទ្ធិសេរីភាពនយោបាយសេចក្តីសោកសង្រេងត្រង់ថាគណៈបកប្រជាធិបតេយ្យមូលដ្ឋានយើងបង្កើតមកមិនទាន់បានឈរជើងរឹងមាំនៅលើឆាកនយោបាយនៅឡើយបិតាស្ថាបនិករបស់យើងដែលជាលោកបណ្ឌិតកំលីប្រៀបដូចជាឪពុកជាទីកក់ក្ដៅរបស់យើងត្រូវបានលាចាកលោកដោយភេទកម្មទាំងអយុត្តិធម៌តែទោះបីយ៉ាងណាក៏ដោយគណៈបកប្រជាធិបតេយ្យមូលដ្ឋាននៅតែបន្តរក្សាស្មារតីដើមនិងក្តីសង្ឃឹមរបស់យើងក្នុងការតស៊ូរួមចំណែកកសាងជាតិខ្មែរតាមរយៈបេសកកម្មរបស់ខ្លួនគឺបណ្ដុះគេដឹកនាំល្អនិងកសាងមូលដ្ឋានគ្រឹះប្រជាធិបតេយ្យទូទាំងប្រទេសដោយចេញដំណើរពីមូលដ្ឋាននៃឃុំសង្កាត់ទាំង10បាទជាសក្ខីភាពខ្ញុំសូមរំលឹកបន្តិចបាទមូលដ្ឋានទាំង10និងបណ្ដាញខ្មែរដើម្បីខ្មែរជាសក្ខីបច្ចៈស្ដែងយើងមានសមាជិកដែលនៅទីនេះតាំងពីចំនួនបង្កើតខ្មែរដើម្បីខ្មែរនិងបណ្ដាញឃុំគឺលោកអ៊ុនសុផលបាទលោកអ៊ំឆេងបាទលោកជឿនណាស៊ីការលោកនៅជាប្រសង់នៅឡើយបាទលោកឧត្តមបាទគាត់គឺជាយុវជនម្នាក់ដែរបាទក្នុងដំណើរកសាងបណ្ដាញខ្មែរដើម្បីខ្មែរដល់បច្ចុប្បន្នគណៈបកប្រជាធិបតេយ្យមូលដ្ឋានស្ថិតនៅក្នុងក្របខ័ណ្ឌនៃរចនាសម្ព័ន្ធដែលមានសមាជជាតិជាស្ថាប័នកម្ពុជានៃបកស្ថាប័នជាតិមានគណៈកម្មការនយោបាយគណៈកម្មការប្រតិបត្តិគណៈកម្មការដោះស្រាយវិវាទនិងវិន័យនិងក្រមយុវជនក្រមស្ត្រីដែលជាស្លាបទាំងសងខាងរបស់គណៈបករចនាសម្ព័ន្ធថ្នាក់ក្រោមជាតិដែលជាសក្ខីភាពនៅថ្ងៃនេះគណៈបកប្រជាធិបតេយ្យមូលដ្ឋានមានថ្នាក់ក្រោមគណៈបកប្រជាធិបតេយ្យមូលដ្ឋានថ្នាក់ក្រោមជាតិយើងមាន16រាជធានីខេត្តនិងឈានទៅរកការកសាងរចនាសម្ព័ន្ធឃុំសង្កាត់ឲ្យឈានទៅដល់100ឃុំសង្កាត់នៅពេលខាងមុខក្រមការងារកមឯនេះសមុទ្រយើងមានក្រមការងារកូរ៉េខាងត្បូងក្រមសហរដ្ឋអាមេរិកនិងសមាជិកនានាជាច្រើននៅបណ្ដាប្រទេសនានាទៀតទី2ការតស៊ូប្រជែងក្នុងឆាកនយោបាយគណៈបកប្រជាធិបតេយ្យមូលដ្ឋានបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ4ដងក្នុងពេលយើងកំពុងក្នុងនោះយើងបានចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់2ដងឆ្នាំ2017និងឆ្នាំ2022និងការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ2ដងឆ្នាំ2018និងឆ្នាំ2023សម្រាប់ការចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ2017យើងបានប្រកួតចំនួន27ឃុំក៏មកបានទទួលសម្លេងគាំទ្រក្លាយជាជំទប់ទី1ជំទប់ទី2និងក្រុមប្រឹក្សាឃុំសង្កាត់បាន5រូបគឺឃុំដំណាក់សក្រំបានជំទប់ទី2ម្នាក់ឃុំសក្រៀមបានជំទប់ទី2ម្នាក់និងក្រុមប្រឹក្សាឃុំម្នាក់ឃុំបាតេ
បានទទួលជំទប់ទី1ម្នាក់និងក្រុមប្រឹក្សាម្នាក់សម្រាប់ការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ2022យើងបានចូលរួមប្រកួត32ឃុំដោយបេក្ខជនកមទទួលបានសម្លេងឆ្នោតក្លាយជាជំទប់ទី1ជំទប់ទី2ក្រុមប្រឹក្សាឃុំចំនួន6នាក់គឺនៅឃុំដំណាក់សង្ក្រមទទួលបានជំទប់ទី1ម្នាក់ឃុំសក្រៀមទទួលបានជំទប់ទី2ម្នាក់និងក្រុមប្រឹក្សាឃុំម្នាក់ឃុំបាត់ទេទទួលបានជំទប់ទី1ម្នាក់និងនៅឃុំរំដោះទទួលបានជំទប់ទី2ម្នាក់និងក្រុមប្រឹក្សាឃុំម្នាក់សម្រាប់ការប្រកួតប្រជែងបោះឆ្នោតតំណាងរាស្ត្រទោះបីកមមិនបានទទួលកៅអីតំណាងរាស្ត្រក៏ដោយតែកមទទួលបានការគ្រប់គ្រងនិងមានសកម្មជនគ្រប់ទិសទីទី3ការគ្រប់គ្រងឃុំទាំង4ដែលទទួលបានក្រុមប្រឹក្សាកូតាកមគណៈបកប្រជាធិបតេយ្យមូលដ្ឋានបានរក្សាទំនាក់ទំនងនិងការឆ្លើយឆ្លងព័ត៌មានទៅវិញទៅមករវាងថ្នាក់ជាតិនិងថ្នាក់មូលដ្ឋានដែលមានក្រុមប្រឹក្សាកូតាកមសម្រាប់ឃុំទាំង5ឃុំទាំង4ជាយុទ្ធសាស្ត្រទៅមុខយើងនឹងពង្រឹងឃុំទាំង4ដើម្បីឈានទៅប្រជែងតំណែងប្រធានក្រុមប្រឹក្សាឃុំសង្កាត់និងបន្តពង្រឹងឃុំជុំវិញនៃឃុំទាំង4និងឃុំដទៃទៀតដែលមានសក្តានុពលក្នុងការប្រជែងគោលនយោបាយដោះស្រាយបញ្ហានិងបំពេញតម្រូវការជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតទី4សកម្មភាពបណ្ដុះបណ្ដាលថ្នាក់ដឹកនាំគណៈបកប្រជាធិបតេយ្យមូលដ្ឋានបានចុះមូលដ្ឋានផ្ទាល់ដើម្បីផ្សព្វផ្សាយគោលនយោបាយមនោគមវិជ្ជាទស្សនៈនយោបាយកមនិងបានបញ្ជូនសកម្មជនសមាជិកជាពិសេសយុវជនដែលជាស្លាបរបស់គណៈបកទៅចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងដូចជាទី1ការចូលរួមសិក្ខាសាលារៀបចំដោយគណៈកម្មការរៀបចំការបោះឆ្នោតទី2ការរៀបចំសិក្ខាសាលាចូលរួមសិក្ខាសាលាដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលដើម្បីបណ្ដុះបណ្ដាលសមភាព gender គោលនយោបាយរបាយការណ៍និងអនុសាសន៍នៃកិច្ចការបោះឆ្នោតទី3បញ្ជូនយុវជនទៅសិក្សានៅប្រទេសជប៉ុនបាន4នាក់ទី4ទទួលបានជោគជ័យក្នុងការបញ្ជូនយុវជនទៅសិក្សានៅក្រៅប្រទេសតាមរយៈកម្មវិធីកាស៊ីបរបស់អង្គការ Conrad បាន4នាក់ដែរបាទទី5ការចងសម្ព័ន្ធភាពរវាងអ្នកប្រជាធិបតេយ្យក្នុងនាមជាអ្នកប្រជាធិបតេយ្យដោយស្របតាមការចង់បាននិងចង់ឃើញការរួបរวมគ្នារបស់អ្នកប្រជាធិបតេយ្យពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេសគណៈបកប្រជាធិបតេយ្យមូលដ្ឋានបានសម្រេចកែប្រែលក្ខន្តិកៈដើម្បីបើកផ្លូវឲ្យគណៈបកអាចចងសម្ព័ន្ធជាមួយគណៈបកប្រជាធិបតេយ្យដូចគ្នាដើម្បីបង្រួបបង្រួមអ្នកប្រជាធិបតេយ្យជាកម្លាំងដើម្បីឈ្មោះទៅការប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ2027និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ2028បច្ចុប្បន្នទោះបីជាមានការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ចសង្គមបរិយាកាសនយោបាយដែលមិនសូវអំណោយផលដល់កមក៏ដូចជាគណៈបកប្រជាធិបតេយ្យដទៃទៀតក៏ដោយគណៈបកប្រជាធិបតេយ្យមូលដ្ឋាននៅតែត្រៀមខ្លួនជាស្រេចដើម្បីជាជំរើសរបស់ប្រជាពលរដ្ឋខ្មែរនិងពង្រឹងខ្លួនដើម្បីឈានទៅទទួលបានតំណែងនិងសិទ្ធិអំណាចដើម្បីបម្រើប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនិងជាម្ចាស់ប្រទេសបាទសូមអរគុណ